អ្វីបានជាពេលទៅប្រាសាទឬទីសក្ការៈបូជាមិនគួរស្លៀកខ្លីឬសម្លៀកបំពាក់តឹងមួយប្រាសាទជាកន្លែងគោរពបូជាហើយក៏តាក់ទងជាមួយនឹងសាសនាដែរការស្លៀកពាក់មិនសមរម្យត្រូវបានវាតម្លៃថាមិនគោរពទៅដល់អាទិទេពព្រលឹងបុព្វបុរសនិងការអនុវត្តសាសនាទីពីរការស្លៀកពាក់បានបង្ហាញពីរបៀបរស់នៅរបស់ប្រជាជនដូច្នេះការស្លៀកពាក់បានសមរម្យទៅតាមបរិបទនៃសាសនាក៏បានបង្ហាញពីការគោរពដល់សាសនានិងបង្ហាញពីវប្បធម៌ផងដែរឃើញថាការស្លៀកពាក់ខុសៗគ្នាទៅតាមសាសនានីមួយៗបែបនេះហើយទើបនៅតាមប្រាសាទឬព្រះវិហារតែងតែមានមន្ត្រីចាត់វិធានការតឹងរឹងបន្តឹងការស្លៀកពាក់មុននឹងចូលឬក៏តាមមើលសម្លៀកបំពាក់ដោយខ្លាចស្លៀកសម្លៀកបំពាក់មិនសមរម្យឬក៏សិក្ស៊ីដែលអាចរំខានដល់អ្នកដែលចូលឬបំពានដល់សាសនាអ្វីទៅដែលគួរតែស្លៀកពាក់ពេលដែលទៅប្រាសាទឬព្រះវិហារទី1ស្មាគួរតែត្រូវបានគ្របដណ្ដប់ឲ្យជិតទី2ជៀសវាងការប្រើសម្លៀកបំពាក់ពណ៌ខ្មៅព្រោះតាក់ទងនឹងការកាន់ទុក្ខរបស់សាសនាហិណ្ឌូទី3សម្លៀកបំពាក់ដែលតឹងឬមួយក៏រឹបចេញរាងខ្លាំងពេកមិនត្រូវបានអនុញ្ញាតចំពោះសំពត់និងខោគួរតែវែងក្រោមជង្គង់ឬវែងដល់ស្មងជើងមិនគួរស្លៀកសម្លៀកបំពាក់ចោមពង់ដៃតូចឬមួយក៏វាលខ្នងដោយមិនមានអាវក្រៅគ្របនោះទេជៀសវាងស្លៀកសម្លៀកបំពាក់ងងឹតព្រោះអាចស្រូបយកកម្ដៅឲ្យកាន់តែក្ដៅចុងក្រោយសង្ឃឹមថាមនុស្សប្រុសក៏គួរតែស្លៀកអាវវែងខោជើងវែងដែរអរគុណជម្រាបលា